បច្ចេកវិទ្យា AI កាន់តែខ្លាំងក្រុមហ៊ុន Meta បញ្ឈប់បុគ្គលិកជាង 7,000 នាក់ដោយប្រើ AI ឲ្យធ្វើការជំនួសមនុស្សវិញពិភពលោកកំពុងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta របស់លោក Mark Zuckerberg ដែលជាម្ចាស់បណ្ដាញសង្គមធំបំផុតលើលោករួមមាន Facebook, Instagram និង WhatsApp បានប្រកាសពីការបញ្ឈប់បុគ្គលិកជាង 7,000 នាក់នៅក្នុងយុទ្ធសាស្ត្រដើម្បីកាត់បន្ថយចំណាយនិងបដូរទៅប្រើប្រាស់បច្ចេកវិទ្យា AI ឲ្យចូលខ្លួនមកធ្វើការជំនួសមនុស្សវិញការកាត់បន្ថយចំនួនបុគ្គលិករបស់ក្រុមហ៊ុន Meta ត្រូវបានគេបញ្ជាក់ឲ្យដឹងថាគឺផ្ដោតទៅលើការងារសំខាន់មួយចំនួនដូចជាការវិភាគទិន្នន័យការបង្កើតមាតិកាការឆ្លើយតបសារជាមួយអតិថិជននិងការងារបច្ចេកទេសមួយចំនួនទៀតផងដែរអ្នកជំនាញបានប្រមានថាបើប្រព័ន្ធបច្ចេកវិទ្យា AI រីកចម្រើនជឿនលឿនខ្លាំងពេកដោយគ្មានការត្រៀមខ្លួនពីមនុស្សនោះទីផ្សារការងារពិភពលោកអាចប្រឈមនឹងការប្រែប្រួលដ៏ធំបំផុតមួយមិនធ្លាប់មានដូច្នេះបើប្រព័ន្ធបច្ចេកវិទ្យា AI រីកចម្រើនកាន់តែខ្លាំងបែបនេះតើមនុស្សគ្រប់គ្នាគួរត្រៀមខ្លួនបែបណាសម្រាប់ថ្ងៃអនាគត